ទីនេះបាទសូមពុកម៉ែបងប្អូនដែលកំពុងមានវត្តមាននៅទីនេះបាទគឺចូលរួមទស្សនាបានជួយគ្រប់គ្រងនៅស្នាដៃចុងភៅដល់ចំណានស្នាដៃរបស់យើងបាទអញ្ចឹងយើងអាចបើកកម្មវិធីបាទនៅកម្មវិធីក៏ដូចជាអញ្ជើញបងប្អូននៅទីនេះមកចូលរួមទស្សនានៅកម្មឃើញឡើងចាផ្ដល់ជាមតិសន្និសីទណាចាសូមគ្រប់អញ្ជើញជាប្រធានសមាគមចុងភៅកម្ពុជាបានដឹកនាំក្រុមសមាជិករបស់សមាគមចុងភៅមកប្រកួតប្រកបសម្រាប់យើងបានដឹងខ្លះពីករណីចាមុខម្ហូបយើងមាន2មុខម្ហូបទី1យើងមានបាយឆាគ្រឿងសមុទ្រម្ហូបទី2យើងមានប្រហុកខ្ទិះចាហើយសម្រាប់ម្ហូបនីមួយគឺយើងគឺលោកស្រីសោមចិន្តាចាអញ្ចឹងគណៈកម្មការទាំង4រូបចាគាត់នឹងដាក់បន្ទុកជូនដល់បេក្ខជនត្រៀមប្រកួតដែលរយៈពេល3ថ្ងៃហ្នឹងគឺយើងមាន10ក្រុមអញ្ចឹងក្នុងថ្ងៃនេះគឺយើងមានចំនួន4ក្រុមដើម្បីត្រៀមមកកាន់ station របស់ពួកគាត់ត្រៀមប្រកួតនៅពេលឆាប់នេះដូច្នេះសូមសំឡេងអបអរសាទរឲ្យខ្លាំងមួយមកចា station ចុងក្រោយ station ទី4គឺក្រុមចុងក្រោយមកពីដើមគិរី restaurant បាទចាដូច្នេះសូមសំឡេងចាស្នូតែដៃគ្រប់ត្រូលដល់បេក្ខជនមកចា4 station ចាបានលឺខ្លាំងទាំងអស់គ្នាមួយមកចាបាទហើយដោយសារទៅពេលនេះយើងឃើញថាមានបងប្អូនប្រកាសតាមមកមើលការប្រកួតរបស់យើងច្រើនហើយខ្ញុំបានសូមបញ្ជាក់បន្ថែមបាទពីមុខបាទពីមុខគឺបាយឆាគ្រឿងសមុទ្រនិងប្រហុកខ្ទិះសៀមរាបបាទសូមតាមតែចិត្តសូមបេក្ខជនទាំង4 station ចាសូមរួសរាល់ក្នុងការរៀបចំបន្តនេះស្វាហាប់ទៀតចាហើយកលេចទៅមកគណៈកម្មការក៏កំពុងតែរវល់ដែរចាមិនមានយកនៅក្នុងការត្រួតពិនិត្យតើបេក្ខជននៅ station ទី1ទី2ទី3ទី4ហ្នឹងគាត់ចាខ្លាំងកម្រិតណាដើម្បីចាយកបេះដូងក៏ដូចជាបន្ទុកពីគណៈកម្មការទាំង1អស់មកបាទចាសូមអរគុណចាបាទឥឡូវនេះយើងអាចចាប់ផ្ដើមចម្អិនម្ហូបតែម្ដងបាទការប្រកួតចម្អិនម្ហូបទីឆាសៀមរាបសូមចាប់ផ្ដើមអរសាទរទាំងអស់គ្នាបាទកន្លែងតើចា station ទី1យ៉ាងណាដែរឥឡូវបងសូមបងប្អូនដែលទស្សនាតលើខាងមុខប៉ុន្តែចាគាត់ថាបេក្ខជននៅ station ទី1ដែរថាអីរឿងប្រកួតចាមុខម្ហូបតែពីមុខប៉ុណ្ណេះមានអីស៊ីផុយចា station ទី3របស់ខ្ញុំយកតែយើងអាននេះទេ station ទី3គឺយើងប្រជាប្រិយភាពពេលឃើញថាបងប្អូនប្រជាពលរដ្ឋទីចោមលងចាលួចរូបមន្តចាឥឡូវតោះមកដល់ជួយឲ្យយើងទៅទស្សនាតជាមួយ station ទី1បាទកន្លែងទៅ station ទី4យ៉ាងណាដែរចាបាទ station ទី4ហាត់ខ្ទឹមរួចហើយបាទអូចាបាទផ្លេសោះអូខេចាពួកមិនងាយនឹងបានទស្សនាការប្រកួតផ្ទាល់ទេនៅក្នុងវិញ្ញាសាមុខមហោយើងមើលតែពីអានគឺផងមើលទៅចាទៅគឺគាត់ថាវិធីសាស្ត្រប្រើកំបិតក៏ដូចជាការប្រើប្រាស់នៅសម្ភារៈនេះឧបករណ៍នេះដែលនៅក្នុងក្រានបាយគាត់ត្រូវពិនិត្យមើលបានទៅដល់អាមួយទៀតគណៈកម្មការរបស់យើងបានទុកតែជាម្ចាស់ជាវិធីក្នុងការប្រកួតក្នុងក្រៅប្រទេសផងដែរហើយពួកគាត់ក៏ធ្លាប់ទទួលបានការបណ្ដុះបណ្ដាលចាត់ជាសមាជិកនិងធ្វើជាគណៈកម្មការប្រកួតអន្តរជាតិផងដែរបាទមិនមែនត្រឹមតែជាតិបាទសូមទស្សនិកជនរបស់យើងអាចថយក្រោយតែមួយជំហានទៅដើម្បីយើងទុក space បន្តិចដើម្បីកែលោហើយណាមួយកែលោថាអាចមានការចាយអ្វីផ្សេងទៅលើបងប្អូនផងដែរហើយក៏ដូចជាទុកកន្លែងតោក្នុងការជួបបេក្ខជនរបស់យើងបាទសូមសម្លេងស្នូទដៃជូនដល់ចាបេក្ខជនប្រកួតទាំង4ក្រុមយ៉ាងបងសូមសម្លេងខ្លាំងមួយមកអរសាទរចាអរគុណឥឡូវនេះលោកដឹងថាចំណាប់អារម្មណ៍របស់លោកយ៉ាងណាដែរនៅពេលដែលធ្វើជាគណៈកម្មការក្នុងឆ្នាំនេះសូមអញ្ជើញចាសូមស្វាគមន៍មកទីមិនចឹងឯងកាត់ក្បាលតាមចំពោះឲ្យស្លាយយកវិញអរិយធំចាក់ចាក់
សម្លេងទេឥឡូវចាប់ដល់ឮសម្លេងបណ្ដាសម្លេងជ្រុញ លោកស្វាហាប់នេះខ្ញុំយកមីក្រូមកដាក់ខាងទឹកកន្លែងជ្រុំបន្តិចឲ្យអស់លោកស្រីគាត់នៅឆ្ងាយគាត់បាននេះបានដូចជាបានមកទស្សនាផ្ទាល់ចា ហើយយើងក៏ឃើញមានសិស្សសាលាមកផងដែរបាទថាអាចឃើញសិស្សសាលាមកចូលរួមទស្សនាការប្រកួតផងក៏បានដែរបាទ បាត់មកចាព្រោះវិធីការនេះនៅចិត្តកំបាត់ដូចជារាំងខ្លាចបន្តិចចា ថយតិចដែរ ចាអស់មកលោកស្រីក៏ដូចជាចាដឹកនាំនឹងបងប្អូនសិស្សសាស្ត្រសាស្ត្រគាត់មានវត្តមានត្រៀមចូលរួមកម្មវិធីសម្ពោធនេះអនុញ្ញាតមកចូលរួមគ្រប់គ្រងជាមួយនឹងបេក្ខជនដែលគាត់ប្រកួតទាំង4ក្រុមរបស់យើងដើម្បីផ្ដល់ជាកម្លាំងចិត្តដល់ពួកគាត់ព្រោះសម្រាប់តែគាត់បានរបស់ស្ទើរសិតទី1សូមសម្រាប់អបអរសាទរមួយមកចាអីសម្លេងដូចរាំងខ្សោយលោកស្វាហាប់ឃើញទេ ចាំមើល station ទី2មើលបាទសុំសម្លេងពីខាងទៅតិចណាបាទទីសម្លេង ถ้าจำได้สเตชันที่ไหมค่ะส้มทำไรจ้ะสโนว์แต่ในช่วงเราเนี่ยคอนโทรลแต่คอนโทรลพอเราสำเร็จสโนว์แต่ในช่วงเราสเตชันที่ไหมมวยมามีคลังที่บนที่ที่ไอ้เจ้า station ที่station ที่ด้วย จ้าการคอนโทรล ผมจะสำหรับการตุ้มตัวคณะกรรมการตัวนี้มาตัวที่สุดตัวทำเอาโลมีในสเปซมาคือจะกลับที่จะกลับตลอด ตอนนี้เรื่องกล่องพอขนมมวยกล่องคือในตีมวยนี้มีจำนวน4กล่องไงตีปีในไงสายคือมีจำนวน3กล่องแล้วไงขันสายมีจำนวน3กล่องจังการสรุปចាលទ្ធផលគឺយើងនឹងប្រកាសនៅថ្ងៃចុងក្រោយថ្ងៃទី7អញ្ចឹងសូមឲ្យលោកស្រីមេត្តាអញ្ជើញមកទស្សនាផ្ទាល់ជាមួយការប្រកួតក៏ដូចជាគ្រប់គ្រងទៅកាន់ការស្នាដៃក៏ដូចជាបេក្ខជនទាំង10ក្រុមរបស់យើងដើម្បីផ្ដល់បាទឆ្នាជាមួយនឹងវិទ្យាបាទ ពុទ្ធទេទៅខាងទស្សនិកជនតិចមើលថាតើទស្សនិកជនរបស់យើងកំពុងតែទស្សនានេះមានអារម្មណ៍យ៉ាងណាដែរ ចាឥឡូវខ្ញុំអនុញ្ញាតលោកស្វាហាប់ចាអញ្ចឹងសុភាពទុកខ្ញុំក៏សូមសុភាពថាអូនចាខ្ញុំចាំទូរស័ព្ទខ្ញុំហើយសូមជម្រាបបងទស្សនិកជនមករួមដែរផងដោយសារតែគាត់តែចូលមកដល់ហ្នឹងគឺរំភើបចំនួនបេក្ខជនមកផងបាទគឺមានអារម្មណ៍ថារំភើបមានអារម្មណ៍យ៉ាងណា ខ្ញុំមិនមានលួចខ្ញុំមិនចង់ធ្វើបបពុតទាំង4ក្រុមដែរទេចាខាងហូបអត់មានវិទ្យាចូលតែក៏ហើយចង់មើលទៅដូចគ្នាអត់យើងមានតែដាក់បន្ទុកហើយវិញណាបាទអរគុណពីគុណ ចាអរគុណមិនផ្ដល់បទសម្ភាសន៍យ៉ាងមានអត្ថន័យចាព្រោះឲ្យបែបទាំង4ក្រុមគាត់តែគិតថាយ៉ាខ្ញុំជឿថាខ្ញុំនេះប្រហែលហើយមួយពីអត់ដល់មួយបាទ មាន10ក្រុមចឹងថ្ងៃទី1នេះមាន4ក្រុមថ្ងៃស្អែកមាន3ក្រុមនិងថ្ងៃខាងស្អែកមាន3ក្រុមទៀតហើយរាល់គេប្រកាសគឺមានខ្ញុំចិត្តអត់ដូចទេចាគេចាត់វិធីឲ្យជាពិធីទេចាចាខ្ញុំអាចចិត្តមិនបាទ មានចិត្តត្រង់បាទចិត្តត្រង់ចាឥឡូវមានចិត្តអារម្មណ៍គាត់ចិត្តចិត្តនេះគេហៅត្រង់នេះមានអារម្មណ៍ថាទោះបីជាពេលខ្លះពួកគាត់ធ្វើការតាមបទតាមរេស្តរ៉ាន់ប៉ុន្តែពេលដែលធ្វើការបន្តបណ្ដាលចាត់ជាសេមីណាបាទគឺជាការប្រកួតជាគណៈកម្មការក៏ដូចជាធ្លាប់បានធ្វើជាគណៈកម្មការការប្រកួតអន្តរជាតិផងដែរអញ្ចឹងទៅយើងធានាបានថាការដាក់បន្ទុកគឺពិតជាសុក្រិតបាទនឹងមានយុត្តិធម៌ដល់បេក្ខជនរបស់យើងបាទទាំង10ក្រុមបាទ ចាអរគុណលោកស្វាហាប់អញ្ចឹងឥឡូវយើងបានមកដល់ station ទី2ហើយគឺយើងអត់អត់ធាត់ទេជួបគាត់បន្តិចចាអត់សំតោ station ទី3ណានេះឥឡូវនេះលោកស្វាហាប់នឹងក្រុមការងារកំពុងតែពោក៏ដូចជាមកនៅភេរៈនេះទៀតនេះពេលនេះនេះថានៅសល់ប្រហែលនាទីដែរបាទឥឡូវនេះនៅសល់12នាទីទៀតបាទនៅសល់តែ17នាទីទៀតតែប៉ុណ្ណោះដូច្នេះសូមបេក្ខជនក្រុម station កុំឲ្យខាតពេលយើងអនុញ្ញាតសម្ភាស
អ្នកគ្រប់គ្រងមួយរូបទៀតតែអ្នកគ្រប់គ្រងរូបណាគេក៏អត់មានមីក្រូ ទីនេះដល់តាមមកពីខាងក្រៅទៅក្រៅហើយការចម្អិនម្ហូបនៅថ្ងៃនេះគឺមាន2មុខមានបាយឆាគ្រឿងសមុទ្រដែលជាម្ហូបសំខាន់របស់ពិធីការនេះដែលកញ្ញាតារាហើយនឹងម្ហូបប្រហុកខ្ទិះសៀមរាបបាទការប្រកួតនេះគឺមានរយៈពេល60នាទីយើងរកទាំងការរៀបចំផ្សេងៗរបស់នាទីផងបាទអញ្ចឹងឥឡូវនេះគឺនៅសល់ trong dân là sao bạch chốt ngày sai mấyក្រុមថ្ងៃខាងsai mấyក្រុមទៀតទើបយើងដឹងថាបច្ចុប្បន្នតែក្រុមហ្នឹងតើបច្ចុប្បន្នរូបណាដែលគាត់នឹងខ្លាចទៅជាម្ចាស់ជើងពីទទួលពានរង្វាន់ពីកម្មវិធីប្រកួតនេះចាតែមកដល់ក្នុងកម្មវិធីគឺមិនមានប្រហែលនាទីទៀត នៅសល់8នាទីទៀតបាទ អូ8នាទីទៀតទេហ្នឹងចាបញ្ចប់នៅក្នុងការប្រកួតដូច្នេះសូមបច្ចុប្បន្ន station នីមួយៗត្រៀមខ្លួនចាឲ្យរួចរាល់មុនចាដើម្បីចម្អិនម្ហូបនៅក្នុងវិញ្ញាសាម្ហូបពីរមុខដែលមានឈ្មោះថាបាយឆាគ្រឿងសមុទ្រម្ហូបទីសៀមរាបមកចង់ប្រកាសសោះប្រកាសឲ្យកាពះនេះចុះកោជើងបានជាមួយនឹងចុងភៅអន្តរជាតិដូចគ្នាបាទ ចាជាការពិតចាហើយដូចបេក្ខជនដែលគាត់ប្រកួតនេះចាគាត់មកពីបណ្ដារ៉េស្តូរ៉ាំក៏ដូចជាអូតែរីសតនេះជាស្ពានជាផ្លូវបងប្អូននៅក្នុងការចាប់ផ្ដើមនៅក្នុងការប្រកួតគាត់អាចថាថ្ងៃក្រោយគាត់អភិវឌ្ឍទៅប្រកួតដល់ចាដល់ស្រុកក្រៅអីទៀតគឺផ្ដើមចេញពីនេះការប្រកួតជាមួយនឹង station ដែលនៅក្នុងការតែ3នាទីទៀតប៉ុណ្ណោះដល់ពេលដែលពួកយើងប្រកាសប័ណ្ណសូមអនុញ្ញាតយកមកហូបទាំងពីរមុខមកដាក់នៅ station នីមួយៗដើម្បីឲ្យគណៈកម្មការត្រៀមដាក់បន្ទុកចាអរលោកស្រីចាសុំសម្លេងប្រងឡើងចិត្តចាមួយទៀតមកចាចាអូจะខកដល់ហើយចាំសុំឲ្យអង្គស៊ីប្រងលោកស្វាហាត់ក៏ដូចជាទស្សនិកជនត្រៀមជួយខំដល់ទាំងអស់ អស់ម៉ោងហើយបាទសូមអរសាទរបាទអូហូបាទឥឡូវនេះគណៈកម្មការយើងចាប់ផ្ដើមហើយចាដូច្នេះសូមអនុញ្ញាតបងប្អូនទស្សនិកជនអាចអញ្ជើញមកកាន់មុខបានដើម្បីបាទក៏សូមជម្រាបជូនដល់ខាងផ្នែកមន្ទីរអង្គភាពដែលមកចូលរួមនៅកម្មវិធីសម្ពោធបាននៅកម្មវិធីពិព័រណ៍របស់យើងបាទសូមអញ្ជើញចូលមកកាន់ទីតាំងពីព្រោះកម្មវិធីសម្ពោធនឹងចាប់ផ្ដើមនាពេលបន្តិចទៀតនេះបាទសូមគោរពអញ្ជើញក៏សូមសម្រាប់ត្រឹមប៉ុណ្ណឹងបាទសូមអរគុណបាទហើយក៏សូមម្ចាស់ម៉ូតូដែលបានចតម៉ូតូនៅទីបាទបដូរទីតាំងទៅចតនៅកន្លែងចំណតនៅពួកនេះមានពេលក្រោយគេមកខាងនេះពេលគេមកខាងនេះចេះទេពេលតលេខ3ចង់មកចង់អស់មកហាងហ្នឹងមកហាងហ្នឹងមកហាងហ្នឹង1 2 3ហ្នឹងហើយខ្ញុំអស់អញ្ចឹងតែខ្ញុំទៅបានថតអូយឡើងសួតចឹង